Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាសាជាថ្មីដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចធម៌ពលនៃច្រកទ្វារអាចកំបាំងដែលជាភាគទី16របស់យើងចាប់ផ្ដើមនៅសាយរឿងគេក៏បានបង្ហាញឲ្យយើងបានឃើញពីសាកសពជាច្រើនដែលត្រូវបានស៊ឺមូសម្លាប់ដោយវត្តមានរបស់លោកម្ចាស់វូតុងក៏បានបង្ហាញខ្លួនដូចគ្នាផងដែរធ្នូ7ថ្មវិញ្ញាណរបស់ឯងពេលនេះបានអស់គ្រាប់ហើយដូច្នេះបើយោងតាមសមត្ថភាពសិល្បៈក្បាច់គុណរបស់ឯងគឺមិនអាចយកឈ្នះខ្ញុំបានឡើយហើយពេលវេលារបស់ឯងក៏ត្រូវបានអស់ដូចគ្នាស៊ឺមូគាត់បានដឹងថាមុននឹងលោកបានឈុំមើលខ្ញុំសម្លាប់កូនសិស្សរបស់នាងលោកម្ចាស់វូតុងគាត់ក៏បានអស់សំណៃបន្តិចកូនសិស្សក្បាច់គុណរបស់ខ្ញុំពួកគេគ្រាន់តែជាកូនអុកដែលខ្ញុំបានប្រើតែប៉ុណ្ណោះដើម្បីទាញពេលវេលាកាត់បន្ថយនៅកម្លាំងធម៌ពលរបស់នាងក្នុងការខ្ញុំរឹតតែងាយស្រួលក្នុងការដណ្ដើមយកគម្ពីររបស់គ្រូសាជុងដើម្បីជួយលើកស្ទួយកម្ពស់គ្រូសាវូនិងកម្រិតរបស់ខ្ញុំបន្ទាប់ឲ្យរឹតតែមានអំណាចនៅក្នុងក្រុងហ្វឹងឆឹងស៊ឺមូបានស្ដីឲ្យថាឥតគេខ្មាស់លោកម្ចាស់វូតុងក៏បានបន្តសួរថាតើកូនប្រស្រាស័យដែលមិនស្មោះត្រង់របស់ខ្ញុំពេលនេះណែណាប្រសិនបើឯងមិនអូសទាញនាងទៅជាមួយនឹងទេប្រហែលជាពេលនេះនាងមានឱកាសរួចគេចខ្លួនបាត់ហើយឯងត្រឹមតែជាក្មេងដែលមានសមត្ថភាពបន្តិចបន្តួចប៉ុន្តែព្យាយាមដើរតួជាវីរៈបរិសុទ្ធមែនទេវាពិតជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់បន្ទាប់ពីខ្ញុំសម្លាប់ឯងហើយខ្ញុំនឹងដោះស្រាយជាមួយនឹងនាងនៅពេលក្រោយពេលនោះស៊ឺមូក៏បានលើកដៃព្យួងវាអាស្រ័យលើថាតើឯងមានជីវិតអាចចាក់ចែងពីទីនេះបានដែរឬអត់លោកម្ចាស់វូបានប្រាប់ថាខ្ញុំនឹងបង្ហាញឲ្យបានដឹងនៅក្នុងថ្ងៃនេះពីគន្លឹះរវាងនាងវឹកហាត់ក្បាច់គុណហើយនិងនាងជំនាញក្បាច់គុណបញ្ចេញដល់របស់គាត់ដែលពោពេញទៅដោយចំហាយធម៌ពលគ្រប់គ្រងទៅលើវាចាប់កាន់ចូលមកក្នុងដៃសាយភេជាមួយនឹងអំណាចខ្លាំងក្លាពីពេញរាងកាយគ្រូវាចេញទៅជាមួយនឹងបច្ចេកទេសវរមូលរបស់គ្រូសាវូស៊ឺមូក៏បានប្រើប្រាស់ដៃរបស់គាត់កាប់ទប់រងមួយពីក្រវែងជាចំហាយធម៌ពលបំបីចេញប៉ុន្តែក៏ត្រូវបានខ្ទាតប៉ាមកខាងក្រោយអូសសឹង10ម៉ែត្រអំណាចនៃបច្ចេកទេសដៃរបស់គាត់គឺខ្លាំងជាងវូហួរទៅទៀតពេលនោះផងដែរលោកម្ចាស់វូតុងក៏បានសម្រុកចូលចាក់មួយដៃចូលមកភ្លាមស៊ឺមូក៏បានងើបឡើងកាប់ទប់រងសាយភេជាមួយនឹងចំហាយធម៌ពលដ៏ខ្លាំងក្លាមិនឈាននឹងកម្លាំងធម៌ពលរបស់គាត់នៅក្នុងដៃវាចូលទៅដឹបបែកខ្ចាយខ្ទាតមកខាងក្រោយបន្តិចដោយលោកម្ចាស់វូតុងនៅតែព្យាយាមបើកការវាប្រហារមកលើស៊ឺមូជាមួយនឹងអំណាចវរមូលរបស់គាត់ក្រឡេកឃើញទឿនស៊ឺមូក៏បានក្រវែងមួយដើមមកទប់រងនៅតែមិនគ្រប់គ្រាន់ដោយសារតែលោកម្ចាស់វូបានបន្ថែមជាមួយនឹងកម្លាំងធម៌ពលរបស់គាត់បំផ្ទុះចូលមកវរមូលក៏បានវាប្រហារចូលមកបន្ថែមស៊ឺមូក៏បានកាប់បំបីចេញលោកម្ចាស់វូបាននិយាយថាល្អបន្តបើកការវាប្រហារជាមួយនឹងវរមូលរបស់គាត់ដែលធ្វើស៊ឺមូក៏បានប្រើប្រាស់ដៃទាំងពីររបស់គាត់ចាប់កាន់នៅដៅកាប់ចូលទៅពេញមួយទំហឹងដើម្បីទប់រងប៉ុន្តែត្រូវបានវរមូលគ្រប់គ្រងជាប់ហើយលោកម្ចាស់វូតុងក៏បានសម្រុកចូលទៅធាក់ទៅលើទ្រូងរបស់ស៊ឺមូជាច្រើនជើងឌឹបឡើងប៉ាងបោកចេញទៅខាងក្រោយដែលធ្វើឲ្យគាត់បានគេថានៅពេលដែលបច្ចេកទេសដែលទទួលបានសន្ទុះវានឹងគ្មានទីបញ្ចប់នោះទេហើយខ្ញុំក៏គ្មានឱកាសវាបកទៅវិញដែរជាសំណាងល្អស្នេហ៍ដែររបស់គេមិនលឿនពេកនោះឡើយដូច្នេះខ្ញុំគូតែវាប្រហារយ៉ាងខ្លាំងទៅលើគេដើម្បីបង្ខំគេឲ្យបង្ហាញចំណុចខ្សោយមួយបន្ទាប់មកគាត់ក៏បានសម្រុកចូលទៅជាមួយនឹងបច្ចេកទេសរន្ទាស្រមោលទាំង8ក្នុងមួយដង្ហើមកាប់ចេញទៅជាស្នៀតការបំបីពន្លឺស្រមោលដាវបន្លាស់ទីយ៉ាងលឿនបង្ហាញខ្លួនពីខាងក្រោយក្នុងលោកម្ចាស់វូតុងកាប់ចេញជាចំហាយធម៌ពលដាវពេញមួយទំហឹងប៉ុន្តែគាត់ក៏បានដឹងនេះពិតជាអាចទម្លុះកម្រិតមួយដំណាក់កាលទៀតយ៉ាងលឿនទីណារបស់គាត់ដើម្បីទប់រងពីការវាប្រហារពីខាងក្រោយដែលវាបានលេចចេញជាចំហាយធម៌ពលខាការពីទប់រងបើខ្ញុំមិនដល់ពេលវេលាឯងរស់នៅបន្តទៀតឯងនឹងខ្លាចទៅជាគូប្រយុទ្ធដ៏ស័ក្តិសមរបស់ខ្ញុំម្នាក់ប៉ុន្តែគួរអាណិតណាស់នៅថ្ងៃនេះឯងនឹងត្រូវស្លាប់នៅទីនេះដោយស៊ឺមូគាត់នៅតែព្យាយាមប្រើប្រាស់នូវសមត្ថភាពជាមួយនឹងបច្ចេកទេសជាច្រើនដើម្បីវាប្រហារទៅលើខែរបស់លោកម្ចាស់វូទោះយ៉ាងណាក៏ដោយលោកម្ចាស់វូគាត់នៅតែអាចទប់ទល់បានជាមួយនឹងក្បាច់ដៃរបស់គាត់ដែលធ្វើឲ្យស៊ឺមូបានសម្លឹងទៅសង្ស័យថាវាមានអ្វីមួយខុសប្រក្រតីឈួតហើយរវងដៅទីនោះឯងលាតសន្ធឹងគ្មានទីបញ្ចប់ហាក់ដូចជាវាមិនអាចផ្លាស់ប្ដូរបាននោះទេប៉ុន្តែអំណាចធម៌ពលរបស់គេកំពុងតែសម្របខ្លួនជាមួយនឹងស្នេហ៍ដៅរបស់ខ្ញុំក្រវែងកាប់ចេញទៅមួយចំហាយធម៌ពលដៅពេលនោះវាក៏បានឡងសងមកវិញគាត់ក៏បានព្យាយាមគេចហើយវរមូលស្រួយវាបានបន្តដេញតាមវាប្រហារហក់គេចចោះឡើងលើក្រុមក៏បានកាប់វាប្រហារបំបីចេញខ្ញុំមិនអាចចូលទៅជិតគេហើយវាទម្លុះនៅខែមួយនោះឡើយបើខ្ញុំនៅតែបន្តធ្វើបែបនេះវានឹងអស់កម្លាំងរហូតដល់ស្លាប់មែនទេលោកម្ចាស់វូតុងបានប្រាប់ថាអំណាចធម៌ពលរបស់ខ្ញុំវាអាចតាមដានរាល់ស្នេហ៍ប្រយុទ្ធរបស់គូប្រកួតហើយវាបកទៅសត្រូវវិញភ្លាមតែម្ដងហើយពេលនេះខ្ញុំនឹងឲ្យឯងបានឃើញពីអំណាចពិតប្រាកដនៃបច្ចេកទេសដៅវរមូលរបស់យើងវាប្រហារចូលទៅស៊ឺមូក៏បានប្រញាប់បន្លាស់ទីគេចសម្រូតទម្លាក់ខ្លួនចុះមកខាងក្រោមវានៅតែព្យាយាមដេញតាមរំពាស់ទៅលើរាងកាយរបស់គាត់ចូលបន្តិចគាត់ក៏បានស្រែកបំផ្ទុះចេញឥឡូវនេះខ្ញុំត្រូវតែប្រថុយគ្រប់វិធីដោយសារតែពេលនេះខ្ញុំមិនអាចប្រើប្រាស់ជាមួយនឹងស្នេហ៍ដៅរបស់ខ្ញុំបានឡើយដូច្នេះខ្ញុំនឹងបដូរគោលដៅរបស់ខ្ញុំប្រើប្រាស់នៅបច្ចេកទេសរន្ទាស្រមោលទាំង8ក្រវែងចេញទៅវាប្រហារជាមួយនឹងស្នេហ៍ដៅការបំបីពន្លឺស្រមោលដៅបន្តសម្រុកចូលទៅកាប់បន្ថែមជាមួយនឹងចំហាយធម៌ពលដៅវាក៏បានទប់រងគ្នាផ្ទុះឡើងទាំងបែកខ្ទេចធ្វើឲ្យរាងកាយរបស់គាត់ភ្លាមបានខ្ទាតប៉ើងដោយអ្វីដែលខ្ញុំបានគេដេញចង់ចំណុចខ្សោយគឺនៅចំប្រឡោះកណ្ដាលប្រសពគ្នាហើយពេលនេះគឺជាឱកាសរបស់ខ្ញុំហើយកាប់ចេញជាចំហាយធម៌ពលដៅរបស់គាត់វាប្រហារចូលទៅមកភ្លេចឡើងមកវិញលោកម្ចាស់វូក៏បានក្រវែងទប់រងបន្តិចបែកខ្ចាយបន្តបញ្ជាអំណាចធម៌ពលដៅរបស់គាត់វាប្រហារសងទៅវិញដែលធ្វើឲ្យស៊ឺមូក៏បានកាប់ទប់រងទូទាំងពេលនេះគាត់បានដឹងថាឯងមិនត្រឹមតែព្យាយាមឲ្យខ្ញុំអស់កម្លាំងនោះទេថែមទាំងកំពុងស្រូបយកកម្លាំងវាបករបស់ខ្ញុំដើម្បីវាប្រហារមកខ្ញុំវិញទៀតតែមានល្បីអ្វីទៀតបង្ហាញឲ្យខ្ញុំបានឃើញឥឡូវនេះមកលោកម្ចាស់វូតុងបានតបថានៅទីបំផុតឯងបានរកឃើញវាហើយប៉ុន្តែជាអកុសលវាបានយឺតពេលយ៉ាងណាមិញអ្នកបានជួយចង់សៀវធ្វើឲ្យគ្រូសាវូរបស់ខ្ញុំរងការអាម៉ាស់ដូច្នេះនៅក្នុងថ្ងៃនេះអ្នកនឹងសោកស្ដាយនៅអ្វីដែលអ្នកបានធ្វើស៊ឺមូបានតបថាគ្រូសាវូរបស់អ្នកបានអះអាងថាគឺជាត្រកូលគ្រូសាអ្នកប្រាជ្ញប៉ុន្តែទង្វើរបស់គ្រូសាអ្នកគឺគ្មានភាពខ្មាស់អៀននោះទេឯងនិយាយបានថាអាក្រក់ជាងសត្វដេរឆានទៅទៀតចំពោះរឿងទាំងអស់ដែលខ្ញុំបានធ្វើខ្ញុំមិនសោកស្ដាយឡើយពេលនេះផងដែរគាត់ក៏បានប្រើប្រាស់ជាមួយនឹងបច្ចេកទេសរន្ទាស្រមោលទាំង9ក្នុងមួយដង្ហើមរួមជាមួយនឹងស្នេហ៍ដៅខ្យល់បកឆ្លងកាត់ពពកបន្ទាប់ពីឃើញបែបនោះលោកម្ចាស់វូតុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវាកាន់តែធ្វើឲ្យការប្រយុទ្ធគ្នារបស់ពួកយើងកាន់តែស្វិតស្វាញឡើងដែល
គាត់ក៏បានប្រើប្រាស់ជាមួយនឹងបច្ចេកទេសវរមូលវរដ៏ធំដុះឡើងលើមេឃដោយអំណាចថាមពលទាំងពីរក៏បានវាប្រហារចូលទៅទប់រងគ្នាមិនចំណាយពេលយូរឡើយវរមូលបានបំបែកនឹងស្នេហ៍ដាក់ខ្យល់បោកឆ្លងកាត់ពពករបស់ស៊ឺមូទម្លុះចូលមកវាប្រហារចំពេញធ្វើឲ្យគាត់បានខ្ទេចប៉ាំងយ៉ាងឆ្ងាយបំមុខនឹងដើមឈើដែលនៅខាងក្រោយជាច្រើនដើមធ្វើឲ្យគាត់ពេលនេះបានក្អួតធ្លាក់ឈាមពេលនោះផងដែរលោកម្ចាស់វូនៅតែបន្តសម្រុកចូលមកខ្ញុំបានប្រាប់ឯងរួចហើយថាឯងត្រឹមតែជាអ្នកវឹកហាត់ក្បាច់គុណតែប៉ុណ្ណោះមិនខុសអ្វីក្រៅពីកូនអុករបស់ខ្ញុំនោះទេឥឡូវនេះឯងត្រូវស្លាប់ហើយដែលពោពេញទៅដោយកម្លាំងធម្មពលចាក់ចូលទៅទ្រូងរបស់ស៊ឺមូសម្លឹងទៅគាត់ក៏បានភ្ញាក់ផ្អើលគ្រឿងសឹកអាវសូត្រមាសដែលស៊ឺមូបានលួចមកបន្ទាប់ពីសម្លាប់ជិនធានបើកភ្នែកឡើងមកវិញគាត់បានស្រែកថាស្នៀតដាវកំបិតហោះវាប្រហារចូលទៅលោកម្ចាស់វូតបានព្យាយាមគេចហើយកាប់ទប់រងល្បិចទូចតែបែបនេះពិតជាគួរអស់សំណាញ់ណាស់បែរមកសម្រុកចូលទៅរកស៊ឺមូដោយស្នៀតដាវកំបិតហោះនៅតែបន្តបើកការវាប្រហារចូលមកក្រឡេកចុងភ្នែកឃើញទាន់គាត់ក៏បានកាប់ដល់ទប់រងដោយអាវុធស្នៀតកំបិតនៅជាប់នឹងដងដៃក៏បានធ្លាក់ចុះវាខ្ញាល់ដូចជាកង់ចាក់ជាមួយនឹងល្បឿនដ៏លឿនកាត់ផ្ដាច់បំពង់ករបស់លោកម្ចាស់វូតង់ឈ្វប់បែកឈាមខ្ចាយហូរស្រក់តក់ទៅលើដីស៊ឺមូងើបឡើងទាញអាវុធរបស់គាត់ចូលមកក្នុងដៃវិញតែនៅគេថានេះគឺជាល្បិចតូចតាចមែនទេលោកម្ចាស់វូតង់ត្រដោកខ្យល់ចិត្តស្លាប់ទៅហើយបានចង្អុលចេញមកជាមួយនឹងខ្សែភ្នែកដ៏ខូខើសម្លឹងទៅមើលមុខរបស់ស៊ឺមូដែលគាត់បាននិយាយប្រាប់ថាឯងចាញ់ដោយសារតែភាពក្រអូតក្រទងជាមួយនឹងទំនុកចិត្តហួសហេតុពេកឥឡូវនេះឯងគ្រាន់តែជាកូនអុកដែលគេបានប្រើជានុយប៉ុណ្ណោះពេលនេះផងដែរលោកម្ចាស់វូតង់ដួលផ្កាំមុខស្លាប់តែម្ដងចំណែកស៊ឺមូក៏បានដើរប្រមូលនៅក្របព្រួយរបស់គាត់ដែលបានជាប់នៅលើសាកសពស្រមៃទៅមុនពេលដែលគាត់បានសម្លាប់អាក្បាលតងោលតែក្រុមរបស់ឯងមកពីគ្រូសាវូមែនទេហើយអ្នកណាគឺជាអ្នកដឹកនាំពួកឯងមកទីនេះពេលបានប្រាប់ថាលោកម្ចាស់វូតង់ហើយនឹងអ្នកប្រុសវូហួរដែលធ្វើពេលនេះស៊ឺមូបានគេថាតើវូហួរនៅឯណាប្រសិនបើគេដឹងរឿងនេះហើយត្រឡប់មកវិញជាមួយនឹងគ្នាជាច្រើននឹងប្រើវិធីសាស្ត្រតាមដានពិសេសមួយនោះទៀតក្រុមរបស់គេប្រកាសជាអាចតាមទាន់ខ្ញុំបានដូច្នេះខ្ញុំត្រូវតែកម្ចាត់ក្រុមរបស់គេចោលទាំងស្រុងបង្ហាញធ្នូ7ថ្មវិញ្ញាណរបស់គាត់នៅក្នុងដៃរួចហើយក៏បានប្រញាប់រត់ចេញទៅក្រឡេកមកក្រុមរបស់វូហួរដែលពេលនេះពួកគេកំពុងតែដុតភ្លើងហើយអង្គុយពិភាក្សាគ្នាស៊ឺមូគេច្បាស់ជាមិនអាចរត់គេចខ្លួនបាននោះទេវូហួរមិនទាន់ពីផឹកទឹកមួយហើយគាត់ក៏បានឆ្ងល់ថាហេតុអ្វីបានជាពួកគាត់ទៅយូរម្ល៉េះកូនចៅរបស់គេក៏បានប្រាប់ថាជាមួយនឹងកម្លាំងបច្ចុប្បន្នរបស់លោកម្ចាស់សម្រាប់ស៊ឺមូដូចជាសម្រាប់មុនមួយក្បាលអញ្ចឹងត្រូវឲ្យអ្នកប្រុសមិនចាំបាច់ព្រួយបារម្ភនោះទេគ្រាន់តែរងចាំដំណឹងល្អទៅបានហើយបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យវូហួរគេក៏បានសប្បាយចិត្តពេលដែលពុកចាប់បានចង់សៀវយកមកទីនេះខ្ញុំនឹងអនុញ្ញាតឲ្យឯងទាំងពីរនេះសប្បាយជាមួយនឹងនាងកូនចៅរបស់គេក៏បានលើកឡើងថានារីម្នាក់នោះមានស្នាមតាំងពីកំណើតប៉ុន្តែនាងមានស្បែកសហើយនឹងសាច់ទន់ភ្លន់ដូច្នេះខ្ញុំសូមអរគុណអ្នកប្រុសពេលនោះផងដែរគ្រាប់ព្រួយនៅលើក៏បានចាក់ទម្លុះក្បាលរបស់គេភ្លាមតែម្ដងធ្វើឲ្យវូហួរមានការស្រឡាំងកាំងបើកភ្នែកធំមួយគ្រាប់ទៀតក៏បានចាក់ទម្លុះក្បាលអពៈម្នាក់ទៀតដូចគ្នាប្រញាប់កាន់ដើរស្ទុះងើបមកតែឯងគឺជាអ្នកណាប្រញាប់ចេញមកបង្ហាញខ្លួនចេញមកគឺជាស៊ឺមូកាន់ដើរចូលធ្វើឲ្យវូហួរពេលនោះមានការភ្ញាក់ផ្អើលតាមពិតគឺជាឯងហើយតើពេលនេះឪពុករបស់ខ្ញុំណែណាស៊ឺមូបានប្រាប់ថាវាស្លាប់ហើយដោយវូហួរគេមិនចង់ជឿនោះទេវាមិនអាចទៅរួចឡើយឯងបាននិយាយកុហកខ្ញុំហើយខ្ញុំនឹងសម្លាប់ឯងឥឡូវនេះបំផ្ទុះនៅធម្មពលរបស់គាត់រួចហើយសម្រុកចូលយ៉ាងលឿនចាក់ចូលទៅវាប្រហាពេលនោះស៊ឺមូក៏បានបន្លាស់ទីជាមួយនឹងស្នេហ៍របស់គាត់យ៉ាងលឿនលាន់លឺសូទៅឆ្វិចស្នាមរបួសនៅលើខ្លួនរបស់វូហួរក៏បានបែកឈាមលទ្ធផលគឺស្លាប់ដោយឪពុករបស់គេអញ្ចឹងស៊ឺមូបានប្រាប់ថាខ្ញុំមកនេះគឺបញ្ជូនឯងទៅជួបឪពុករបស់ឯងក្រឡេកមកចង់សៀវដែលពេលនេះនាងកំពុងតែនៅលើដើមឈើកាន់នៅកូនកំបិតមួយនៅក្នុងដៃមានការភ័យខ្លាចយ៉ាងខ្លាំងភ្ញាក់ផ្អើលបន្តិចដោយសារតែមេឈើវាបានរំកើភ្ជាប់កូនកំបិតទៅមុខទាំងការភ័យខ្លាចខណៈពេលនោះផងដែរស៊ឺមូគាត់ក៏បានបង្ហាញខ្លួននៅលើដើមឈើជាមួយនឹងនាងបានហើយស្ងាត់មាត់ទៅកុំព្រួយបារម្ភអីឥឡូវនេះពួកយើងមានសុវត្ថិភាពហើយបងស៊ឺមូតើយើងគួរតែធ្វើអ្វីបន្តគាត់ក៏បានប្រាប់ថាយើងតាមខាងការដើមរបស់យើងត្រូវតែបន្តដំណើរទៅភ្នំយន្តសៀវរួចហើយគាត់ក៏បានអៀននៅកញ្ញាចង់សៀវនៅលើខ្នងធ្វើដំណើររត់ចេញទៅចំណាយពេលរហូតដល់ភ្លឺសម្លឹងទៅបានសប្បាយចិត្តនោះគឺជាភ្នំយន្តសៀវវាមានផ្ទៃដីចោលត្រូវបានគ្របដណ្ដប់ដោយអាប់ពេញមួយឆ្នាំពេលដែលពួកយើងចូលទៅដល់ទីនោះនឹងមានសុវត្ថិភាពទាំងស្រុងហើយបន្តដំណើររត់អៀននៅចង់សៀវទៅភ្លាមនោះផងដែរគាត់ក៏បានស្ដាប់ឮនូវសំឡេងរបស់អេនទ្រីក្បាលឃីវបញ្ឈប់ដំណើរលួចមើលទៅវាក៏បានសម្លឹងមកចង់សៀវបានប្រាប់ថាវាគឺជាបាក់សីរបស់គ្រូសាជីនពេលនេះពួកគេបានតាមទាន់យើងហើយមែនទេស៊ឺមូសម្លឹងមើលផ្លូវហើយក៏បានដាក់នាងចុះបើយើងបន្តដំណើរឥឡូវនេះទៀតអេនទ្រីក្បាលឃីវប្រកាសជាឃើញយើងហើយចង់សៀវនេះបាននិយាយថាប៉ុន្តែបើពួកយើងលាក់ខ្លួននៅទីនេះនៅទីបំផុតពួកយើងនឹងត្រូវបានរកឃើញដោយគ្រូសាជីនដូចគ្នាស៊ឺមូក៏បានលើកឡើងថាគ្មានជំរឿននោះទេនាងចង់សៀវពួកយើងត្រូវតែបែកផ្លូវគ្នាឥឡូវនេះនាងក៏បានដឹងបងស៊ឺមូចង់ចូលទៅក្នុងព្រៃម្នាក់ឯងដើម្បីទីអេនទ្រីក្បាលឃីវចេញពីផ្លូវរបស់យើងមែនទេត្រូវហើយជាមួយនឹងល្បឿនរបស់ខ្ញុំអាចដឹកនាំពួកគេឲ្យវង្វេងនៅក្នុងព្រៃមិនមែនជាបញ្ហានោះទេដល់ពេលនោះខ្ញុំនឹងរកវិធីដើម្បីគេចខ្លួនចេញមកវិញចង់សៀវនាងក៏បានយល់ព្រមចាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីលាក់បាំងទីតាំងរបស់ខ្ញុំហើយលាក់ខ្លួននៅកន្លែងស្ងាត់មួយប៉ុន្តែចុះបងវិញតស៊ូតែម្នាក់ឯងស៊ឺមូបានប្រាប់ថាកុំបារម្ភអីនៅពេលដែលខ្ញុំទាញពួកគេឲ្យវង្វេងចូលទៅក្នុងព្រៃហើយខ្ញុំនឹងប្រញាប់ឆ្ពោះទៅភ្នំយន្តសៀវដើម្បីទៅជួបអ្នកនៅទីនោះបន្ទាប់ពីយល់សាច់ការឲ្យពួកគេទាំងពីរនាក់ក៏បានចែកផ្លូវគ្នាស៊ឺមូក៏បានរត់តាមផ្លូវអេនទ្រីក្បាលឃីវក៏បានតាមពីខាងក្រោយស្រែកបញ្ជូនដំណឹងទៅដល់លោកម្ចាស់ជីនវូពេលនោះផងដែរស៊ឺមូក៏បានហោះឡើងទៅលើដើមឈើបញ្ចេញនៅធ្នូរបស់គាត់ពេលនេះក្រុមរបស់គ្រូសាជីនគូតែខិតជិតមកដល់ហើយបាញ់មួយគ្រាប់វាប្រហារទៅលើអេនទ្រីក្បាលឃីវមុនរួចហើយបានឡាទីរកឱកាសបាញ់វាប្រហារទៅលោកម្ចាស់ទី5គាត់ក៏បានក្រវាមួយដៃចេញហើយបន្តសម្រុកចូលទៅទៀតស៊ឺមូពេលនេះផងដែរគាត់ក៏បានបាញ់ចេញជាមួយនឹងព្រួយ2គ្រាប់ប៉ុន្តែលោកម្ចាស់ទី5មិនខ្លាចនោះទេជាមួយនឹងកម្ដាប់ដៃរបស់គាត់វាបំបែកចេញត្រូវឆ្កែចចតទាំងពីរនៅខាងក្រោយជ្រួចបន្តបាញ់ជាច្រើនគ្រាប់ទៀតត្រូវកូនចៅរបស់លោកម្ចាស់ទី5ឡើងងាប់អស់បន្ទាប់ពីឃើញមែននោះធ្វើឲ្យគាត់ក៏បានខឹងយ៉ាងខ្លាំងស៊ឺមូនៅក្នុងថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងឲ្យបានបន្តដេញតាមស៊ឺមូក៏បានព្យាយាមរត់កាលណាខ្ញុំបញ្ជាពេលឲ្យបានយូរនាងចង់សៀកាន់តែមានសុវត្ថិភាពរត់តោងហក់ចោះឡើងពេលនោះលោកម្ចាស់ជីនវូគាត់ក៏បានបន្លាស់ទីយ៉ាងលឿនមកកាក់មុខទម្លាក់ខ្លួនចុះមកដីលំបែកខ្ចាយបញ្ចេញអាវុធ
วุธទាំងពីររបស់គាត់នៅក្នុងដៃស៊ឺមូខ្ញុំនឹងបោះស្បែករបស់ឯងទាំងរស់ហោះចូលទៅជាមួយនឹងអាវុធរបស់គាត់ដែលពោពេញទៅដោយចំហាយធម្មពលរន្ទាអុកចុះទៅពេញមួយទៅហឹងស៊ឺមូក៏បានបែរមកកាប់ទប់រងមួយហើយថយទៅខាងក្រោយដោយលោកម្ចាស់ទី5គាត់នៅតែបន្តសម្រុកចូលទៅធៀបមួយជើងស៊ឺមូក៏បានគេចផុតត្រូវដើមឈើបាក់ជាពីររួចហើយគាត់ក៏បានទាត់ដើមឈើដែលបាក់នោះចូលមកវាយប្រហារស៊ឺមូទៀតបន្ទាប់ពីពួកគេទាំងពីរប្រយុទ្ធគ្នាអស់មួយសន្ធោសធំពេលនេះស៊ឺមូក៏បានរងរបួសពីពេញរាងកាយក៏ឡើងធ្លាក់ឈាមចេញពីមាត់លោកម្ចាស់ទី5បាននិយាយថាស៊ឺមូទោះបីជាខ្សែឈាមស្វាថ្មរបស់ឯងបានខូចខាតទៅហើយប៉ុន្តែឯងនៅតែយល់ដឹងពីកម្លាំងធម្មពលឈីដែលនៅក្នុងខ្លួនរបស់ឯងពិតជារឿងរស់ដោយឪពុករបស់ឯងមែនដែលមិនព្រមទទួលយកវាសនាពេលនោះស៊ឺមូបានគិតថាអ្នកសិល្បៈក្បាច់គុណកម្រិតអាណាចក្រផែនដីដំណាក់កាលចុងក្រោយពិតជាមាននៅឥទ្ធិពលខ្លាំងមិនគួរឲ្យជឿសោះកម្លាំងរបស់គាត់យ៉ាងហោចណាស់ទ្វេដងនៃលោកម្ចាស់វូតុងដោយលោកម្ចាស់ទី5នៅតែនិយាយថាប៉ុន្តែនៅក្នុងថ្ងៃនេះជីវិតរបស់ឯងនឹងបញ្ចប់នៅទីនេះហើយខ្ញុំនឹងបញ្ជូនឯងទៅជួបឪពុកម្ដាយនិងគ្រូសាលោកពូនេះមីងឯងដែលធ្វើឲ្យស៊ឺមូពេលនោះបានសួរថាតើឃាតករដើរទៅកកគឺជាមនុស្សរបស់អ្នកមែនទេលោកម្ចាស់ទី5ក៏បានខ្លាចយ៉ាងខ្លាំងសម្រាប់មនុស្សដែលហៀបនឹងស្លាប់ទៅហើយពាក្យសម្ដីគឺគ្មានប្រយោជន៍ឡើយពេលនេះផងដែរគំនុំរបស់ស៊ឺមូបានឆេះឡើងនិយាយមកតើអ្នកបានបញ្ជូនឃាតករដើរទៅកកទៅសម្លាប់ពួកគាត់បបិទមាត់មែនទេត្រូវហើយឯងគូទៅចាំទុកការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់ខ្ញុំមិនគូជាមនុស្សតែម្នាក់គត់ដែលរងទុក្ខនោះទេដោយស៊ឺមូគាត់ក៏បានស្រមៃឃើញការស្លាប់របស់គ្រូសាលោកពូលីមីងគាត់ដែលត្រូវបានឃាតករដើរទៅកកចាក់សម្លាប់ទាំងអស់ហើយពេលនេះកំហឹងរបស់គាត់ក៏បានឆេះឡើងខ្ញុំនឹងសម្លាប់ឯងបំផ្ទុះនឹងធម្មពលរបស់គាត់សម្រុកចូលទៅពេលនោះផងដែរលោកម្ចាស់ទី5ក៏បានបំផ្ទុះនឹងដែនអំណាចរន្ទះរបស់គាត់ដូចគ្នាបាញ់ចេញចូលទៅវាយប្រហារស៊ឺមូដែលកំពុងតែសម្រុកចូលមកគេចឡើងចំហាយធម្មពលរន្ទះនៅតែបន្តបាញ់ចុះពេលនេះមិនមែន1 2នោះទេគឺមកទាំង4តែម្ដងប្រញាប់គេចយ៉ាងលឿនអាឡាខ្លួនថយមកខាងក្រោយពេលនោះលោកម្ចាស់ទី5ក៏បានសម្រុកចូលទៅជាមួយនឹងអាវុធរន្ទះរបស់គាត់វាចំស៊ឺមូពេញមួយទំហឹងប៉ុន្តែមានការអ្វីនោះទេដែលធ្វើឲ្យគាត់បានលល់មាត់ថានេះគឺជាគ្រឿងសឹកអាវសូត្រមាសដូច្នេះឯងគឺជាអ្នកលួចវាពេលនេះស៊ឺមូក៏បានហក់ចូលមកជាមួយនឹងបច្ចេកទេសរន្ទះស្រមោលកាប់ចេញជាចំហាយធម្មពលអាចជាច្រើនចូលមកវាយប្រហារដែលធ្វើឲ្យលោកម្ចាស់ទី5បានកាប់ទប់រងចោលឡើងខ្មៅមុខញូញខ្ញុំនឹងធ្វើឲ្យឯងរងទុក្ខវេទនាជាងកូនប្រុសរបស់ខ្ញុំ1000ដងទៅទៀតពេលនោះផងដែរស៊ឺមូបានស្រែកថាចូលមកដោយលោកម្ចាស់ទី5ក៏បានដកអាវុធរបស់គាត់ចូលទៅក្នុងដីប្រើប្រាស់នៅបច្ចេកទេសបាតដៃឈាមបិសាចទះចូលទៅលេចចេញទាំងគូតែម្ដងស៊ឺមូមិនខ្លាចទេក៏បានហក់ចូលទៅបញ្ឆេះកម្លាំងធម្មពលរបស់គាត់នៅក្នុងដៃដែលគឺជាបច្ចេកទេសកំដាប់ដៃកំតិចថ្មវាចេញទៅទប់រងគ្នាបន្តិចវាក៏បានបែកចេញស៊ឺមូក៏បានបន្ថែមមួយដៃទៀតចូលមកប៉ុន្តែគាត់នៅតែបានខ្ទេចប៉ើងដោយលោកម្ចាស់វូនៅតែបន្តក្រវែងចេញជាច្រើនដៃមកទៀតស៊ឺមូគេចចោះគេចឡើងទប់រងរួចហើយក៏បានហក់ចូលមកកាប់ពេញមួយទំហឹងត្រូវស្មារបស់លោកម្ចាស់ទី5ស្រែកចាចសមមកវិញចូលមួយដៃស៊ឺមូខ្ទេចប៉ើងដោយពួកគាត់នៅតែបន្តវាប្រហារដូរកំដាប់ដៃជាមួយនឹងស្នីដៃគ្នាវាចោះវាឡើងរហូតអ្នកទាំងពីររងរបួសសោះសាច់អស់ហើយបន្ទាប់ពីបដូរកំដាប់ដៃទៅវិញទៅមកហើយខ្ទេចប៉ើងរៀងខ្លួនលោកម្ចាស់ទី5ក៏បានងើបឡើងមកវិញប៉ុន្តែហាក់បីដូចជាស៊ឺមូងើបឡើងមិនរួចនោះទេឯងតស៊ូទាំងអស់សង្ឃឹមដើម្បីប្រយុទ្ធជាមួយនឹងខ្ញុំប៉ុន្តែទោះយ៉ាងណាក៏ដោយឯងមិនអាចយកឈ្នះខ្ញុំបានឡើយក្តាប់ដៃស្រក់ឈាមតក់ដើរចូលទៅចំណែកស៊ឺមូនៅតែព្យាយាមងើបឡើងតោះពួកយើងប្រយុទ្ធគ្នាបន្តទៀតជាស្ដែងសភាពរាងកាយរបស់គាត់ពេលនេះគឺងើបមិនរួចឡើយដរាបណាខ្ញុំនៅមានជីវិតហើយមានឱកាសខ្ញុំនឹងសម្លាប់ឯងឲ្យបានក្នុងករណីអាក្រក់បំផុតយើងនឹងវានេះជាមួយនឹងគ្នាដោយលោកម្ចាស់ទី5បន្ទាប់ពីគាត់បានដើរចូលមកដល់កន្លែងស៊ឺមូដេកដួលភ្លាមគាត់ក៏បានបញ្ឆេះជាមួយនឹងអំណាចធម្មពលនៅក្នុងបាតដៃទះចូលមួយទំហឹងទស្សនាភាពបន្តនៅក្នុងកូនគោរព VIP របស់ Admin ដែលមានដល់ភាគទី22ហើយនៅមានរឿងជាច្រើនផ្សេងទៀតដែល Admin បានសម្រាយផងដែរសរុបបច្ចុប្បន្នដូចជាជាង10រឿងហើយដើម្បីចូលទៅទស្សនារឿងនៅក្នុងកូនគោរព VIP របស់ Admin អ្នកទាំងអស់គ្នាគ្រាន់តែចំណាយត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះនឹងអាចទស្សនាបានប្រចាំថ្ងៃតែម្ដងដោយសារតែនៅក្នុងកូនគោរព VIP Admin ផុសភាពបន្តជារៀងរាល់ថ្ងៃចាប់អារម្មណ៍ link Telegram ផ្ទាល់របស់ Admin នៅក្រោម comment អាចឆាតភាសាសួរព័ត៌មានបន្ថែមបាននឹងហើយសាច់រឿងភាគទី16របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាហើយក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ Admin សូមជម្រាបលាបាយបាយ